ស្ដីបងប្អូនណែណែនាំកន្លែងនៅលើកំពូលភ្នំកន្លែងធ្វើសមាធិជ្រឹះថ្មទាំងអស់នេះថ្មកន្លែងអង្គុយជ្រឹះថ្មអញ្ចឹងយើងអង្គុយស្រួលជាងលោករៀបចំប៉ុន្តែបើកាលណាលោករៀបចំទៅដូចជាលោកជាអ្នកណែនាំអញ្ចឹងខ្លាចយើងធ្វើទៅវាឆ្កប់ឆ្គងពេលលោកប្រកែលោកដឹងមិនលោកចេះថ្មស័ក្តិសិទ្ធិនោះព្រីកឲ្យមើលថ្មស័ក្តិសិទ្ធិហើយគេរៀបចំតែម្ដងទៅថ្មអស់សិស្សថ្មបែបហ្នឹងអង្គុយសុំសិលស្រួលខ្យល់ធម្មជាតិថ្មទាំងអស់សុំសិល2 ឆ្នាំហើយទៅមកឃើញកន្លែងហ្នឹងមួយដែលមានអារម្មណ៍ជ្រះថ្លាសុំសិលច្រើនកន្លែងឃើញសើទៅថ្មភ្នំទាំងអស់ហើយយើងឡើងអង្គុយលើថ្មហ្នឹងទៅមើលឃើញល្វឹងល្វើយខ្យល់ប៉ុណ្ណឹងនោះមានមុខខំទៀតនោះកន្លែងលោករៀបចំឲ្យគឺដល់សុំសិលជាក្រុមទៅធំមានព្រះសង្ឃកែសម្រួលខ្លាចយើងធ្វើវាធម្មតាយើងអ្នកថ្មីធ្វើទៅវាមានឆ្កងឆ្គងបន្តិចបន្តួចឃើញអត់ហើយទេប៉ុណ្ណឹងក៏អត់តាន់ហើយហើយតនេះបើជាគម្រោងលោកចាក់សាបបានមនុស្សបើជា100នាក់ប្រាប់អង្គុយសុំសិលថ្មស្អាតកន្លែងចងដូចរូបអីទេអត់ឃើញគេបរោះដែរហ្នឹងកន្លែងហ្នឹងខ្ញុំធ្លាប់និយាយដែរពេលកន្លែងណាតំណងយើងយកដុំថ្មមកពូនមកដាក់ជើងធូបមួយទៅឲ្យគេគោរពទៅយើងដូចសាងព្រះវិហារមួយខ្លាយទៅជាអ្នកមានគុណរបស់ភ្នំមួយទាំងមូលគាត់ឃើញទំនងហើយយើងរៀបចំឲ្យគេគ្រប់ចឹងទៅនេះអ្នកដែលផ្ដើមគំនិតហ្នឹងខ្លាយទៅជាអ្នកមានគុណរបស់ព្រៃភ្នំខ្ញុំឧស្សាហ៍ធ្វើបានច្រើនមកស្អាតបងប្អូនអើយមិនថាមនុស្សវ័យក្មេងឬក៏ចាស់ទេឲ្យតែមានចេតនាចង់ធ្វើកម្មដ្ឋានមកបានមិនចាំបាច់ទៅមនុស្សចាស់អត់មកបានទេខ្យល់អាកាសជាក់ស្រួលពេលខ្យល់មកពឹងទៅលេងមានមោះហើយគាត់ថាស្ងប់មកស្ទុះចឹងមុខខំ4 5ចឹងនៅឡើងកាយដៃអស់ឃើញរាងក្រោមជាងដាច់ខ្យល់មកបូងមកពីគុណបកែរកន្លែងស្ងាត់ឲ្យពុទ្ធបរិស័ទក្នុងតំបន់ហ្នឹង
คุณเช้าบ๊ายบาย